ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូឃ្លីបនេះខ្ញុំធ្វើការចែករំលែកនៅប្រធានបទមួយគឺប្រធានបទដើម្បីយកឈ្នះបញ្ហាយើងត្រូវតែធ្វើខ្លួនរបស់យើងឲ្យខ្លាំងឲ្យរឹងមាំអញ្ចឹងយើងត្រូវដឹងថាដរាបណាដែលយើងខ្លាំងគេត្រូវការដរាបណាដែលយើងរឹងមាំគេត្រូវការតែដរាបណាយើងខ្សោយគេមិនត្រូវការទេវាប្រៀបធៀបបានដូចជាដើមឈើនៅពេលដែលយើងជាទីមលុបដល់អ្នកដទៃគេត្រូវការនឹងសត្វទាំងឡាយអញ្ចឹងមនុស្សយើងក៏ដូចគ្នានៅពេលដែលយើងខ្លាំងយើងរឹងមាំយើងអាចឈ្នះនឹងបញ្ហានៅពេលដែលយើងឈ្នះបញ្ហាយើងអាចជួយមនុស្សជាច្រើនបានប៉ុន្តែធ្វើម៉េចកុំឲ្យខ្លួនយើងជាបន្ទុកនៃបញ្ហាយើងត្រូវតែធ្វើខ្លួនជាដំណោះស្រាយនៅក្នុងឆ្នាំ2025បន្ទាប់ពីចូលឆ្នាំហើយអ្វីដែលយើងត្រូវធ្វើយើងត្រូវតែអភិវឌ្ឍសន្សំនៅចំណេះដឹងជំនាញឬក៏អ្វីដែលកាន់តែពិសេសគឺតកតងជាមួយនឹងផ្លូវចិត្តធ្វើម៉េចតាមដានសង្កេតចិត្តរបស់យើងឲ្យរឹងមាំកាលណាចិត្តយើងរឹងមាំសុខភាពយើងល្អយើងអាចធ្វើរឿងជាច្រើនដែលយើងនឹកស្មានមិនដល់ដូច្នេះខ្ញុំបាន note នៅចំណុចខ្លះៗនៅក្នុងឆ្នាំ2025បន្ទាប់ពីចូលឆ្នាំខ្មែរហើយយើងគួរតែអភិវឌ្ឍនៅធ្វើឲ្យខ្លួនឯងខ្លាំងឲ្យរឹងមាំកាលណាយើងខ្លាំងគឺគេត្រូវការតែដរាបណាយើងខ្សោយគេមិនត្រូវការខ្លាំងនៅទីនេះវាមានន័យទូលាយខ្លាំងទាំងសុខភាពខ្លាំងទាំងហិរញ្ញវត្ថុខ្លាំងទាំងទំនាក់ទំនងយើងត្រូវតែចេះដាក់ខ្លួនបង្កើតឱកាសទំនាក់ទំនងហើយយើងត្រូវតែចេះមើលមនុស្សណាដែលសំដែងមនុស្សដែលមិនសំដែងមនុស្សណាចរិតពិតមនុស្សណាចរិតសំដែងនៅសង្គមបច្ចុប្បន្ននៅពេលដែលយើងខ្សោយគេជន់តែនៅពេលដែលយើងខ្លាំងគេត្រូវការនេះគឺជារឿងធម្មតាបែបនៃធម្មជាតិដរាបណាដែលយើងធម្មជាតិដែលយើងខ្លាំងគឺមានមនុស្សជាច្រើនចាំទៅត្រូវការយើងរបស់ដែលរឿងខ្លះយើងត្រូវដឹងថាធម្មតារឿងខ្លះយើងប្រាថ្នាមិនបានឧទាហរណ៍យើងប្រាថ្នាចង់ឲ្យអាយុវែងយើងប្រាថ្នាសុំចង់ឲ្យមានសុខភាពល្អតែយើងបែរជាមិនតមអាហារណាយើងចង់ឲ្យមាននៅតំណែងតែយើងមិនខំប្រឹងធ្វើនៅសកម្មភាពយើងចង់បានលទ្ធផលប៉ុន្តែយើង អត់ take action ធ្វើសកម្មភាពគូវាមិនបានអញ្ចឹងអ្វីទាំងអស់វាមានហេតុហើយនឹងផលវាមានបច្ច័យរបស់វាអញ្ចឹងកុំឲ្យឆ្ងាយពីប្រធានបទនៃការចែករំលែកថ្ងៃនេះគឺតកតងជាមួយដើម្បីអាចយកឈ្នះនឹងបញ្ហាទី1យើងត្រូវតែមើលបញ្ហាឲ្យឃើញបញ្ហាយើងត្រូវតែរៀនគិតឲ្យធំជាងបញ្ហានៅពេលដែលយើងគិតធំជាងបញ្ហាវានឹងមានដំណោះស្រាយឧទាហរណ៍បញ្ហា100យើងគិតឲ្យបាន101បញ្ហា200យើងគិតឲ្យបាន102 103អញ្ចឹងការគិតរបស់យើងធំជាងបញ្ហាអញ្ចឹងផ្លូវចិត្តរបស់យើងវាប្រសើរដើម្បីឲ្យមាននៅគិតធំជាងបញ្ហាតើតែយើងរៀនសន្សំនិងអភិវឌ្ឍផ្នត់គំនិតយើងនៅជិតមនុស្សវិជ្ជមានហើយបើសិនបើអត់មានមនុស្សវិជ្ជមានយើងអាចតាមរយៈនៃការទិញសៀវភៅយកមកអានការទិញសៀវភៅយកមកអានគឺជាការវិនិយោគមួយដែលចំណេញច្រើនមែនទែនប៉ុន្តែមនុស្សយើងអត់ចូលចិត្តធ្វើដោយសារតែវាចំណាយពេលវេលាច្រើនប៉ុន្តែយើងត្រូវដឹងថានៅលើโลกនេះគ្មាន shortcut ទេគ្មានផ្លូវកាត់ទេកាលណាដែលផ្លូវកាត់គ្រោះថ្នាក់ច្រើនឧទាហរណ៍ដូចជាថ្ងៃនឹងបញ្ហាជាច្រើនតាក់ទងជាមួយការវិនិយោគជាច្រើនតាមរយៈអ្វីទម្រង់នៃការបោកប្រាស់គេមិនដែលនិយាយតាក់ទងជាមួយនឹងហានិភ័យទេគេនិយាយតែការបានដាក់ទៅដឹងតែបានហើយគេបើកវគ្គអីមួយបង្រៀនគេបំភ័យយើងគេដាក់មនោគមយើងហើយគេលុបវគ្គគេថាបញ្ហាបំណយើងរៀនវគ្គនេះទៅវាធ្វើឲ្យយើងធូរស្បើយនៅអារម្មណ៍ផ្លូវចិត្តប៉ុន្តែត្រូវបង់វគ្គ$20 $25ភាពជាអ្នកដឹកនាំត្រូវដឹកយ៉ាងម៉េចធ្វើយ៉ាងម៉េចប្រសើរធ្វើតែភាគច្រើនគេបានលុយកងខ្យងនៃការបើកវគ្គនេះឯងចឹងអ្វីដែលវាជាការវិនិយោគតិចបំផុតអស់លុយតិចបំផុតគឺការទិញសៀវភៅយកមកអានហើយរៀនឆ្លោះអប់រំខ្លួនឯងខ្ញុំគិតថាវាជាវិធីសាស្ត្រដ៏ប្រសើរបំផុតហើយអ្វីដែលយើងធ្វើដើម្បីឲ្យខ្លួនឯងអភិវឌ្ឍឲ្យខ្លាំងទី1យើងចាប់ផ្ដើមពីថ្ងៃនេះត្រូវអភិវឌ្ឍខ្លួនឯងឲ្យពូកែឲ្យខ្លាំងដើម្បីជាដំណោះស្រាយនៃបញ្ហាកាលណាយើងខ្សោយនៅបញ្ហាច្រើនហើយយើងអាចនឹងមាននឹងការខកចិត្តខកអំណងដោយសារតែបញ្ញាយើងអត់ដោះគេចាញ់មโนគមគេប៉ិននិយាយគេនេះពេលខ្លះយើងនឹងគេប៉ិននិយាយគេបកាយគេសំដែងយើងជាមនុស្សស្មោះត្រង់ប៉ុន្តែបញ្ញាគេលើយើងគេទាញចំណាប់អារម្មណ៍យើងស្លងដឹងថាយើងចូលចិត្តអីយើងទំនោរទៅណាគេនឹងធ្វើឲ្យយើងស្លងហើយគេនឹង
រកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីឲ្យយើងធ្លាក់របស់របរដូចជាលុយកាក់ជាដើមធ្វើឲ្យយើងខកចិត្តនៅថ្ងៃណាមួយនេះក៏ដោយសារតែបញ្ញារបស់យើងខ្សោយដូច្នេះយើងត្រូវ sharpen ត្រូវតែសំលៀងនៅបញ្ញាគំនិតរបស់យើងឲ្យខ្លាំងហើយអ្វីដែលយើងដើម្បីឲ្យបញ្ញាយើងខ្លាំងយើងត្រូវតែមាននៃការហាត់ប្រាណតិចតួចជារៀងរាល់ថ្ងៃដើម្បីឲ្យសុខភាពផ្លូវកាយយើងរឹងមាំការលើកដៃការលើកជើងធ្វើម៉េចកុំឲ្យយើងឈឺអញ្ចឹងធ្វើម៉េចហាត់តិចតួច20នាទី30នាទីដើម្បីឲ្យសុខភាពផ្លូវកាយយើងវារឹងមាំដែរហើយបន្ទាប់មកទី2ដែលយើងត្រូវធ្វើគឺយើងញ៉ាំទឹកឲ្យបានច្រើន2លីត្រ3លីត្រអីចឹងទៅដើម្បីជួយឲ្យសុខភាពស្បែករាងកាយរបស់យើងឲ្យវាប្រសើរហើយទី3គឺយើងត្រូវតែអានសៀវភៅអភិវឌ្ឍផ្នត់គំនិតរាល់ថ្ងៃដើម្បីអប់រំផ្លូវកាយផ្លូវចិត្តរបស់យើងវិជ្ជមានការអានសៀវភៅវាពិតជាមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់មនុស្សយើងម្នាក់ប៉ុន្តែពេលខ្លះយើងអត់ទាន់មាននៅទម្លាប់នៅក្នុងការអានយើងគិតថាការអានសៀវភៅវាមិនមានប្រយោជន៍ប៉ុន្តែជាការយកឃើញជាការយល់ច្រឡំមែនទែនការអានសៀវភៅពិតជាជួយឲ្យយើងអប់រំផ្លូវចិត្តធ្វើឲ្យយើងគេងលក់ស្រួលបំបត្តិការ stress ហើយយើងឃើញនៅបុគ្គលជោគជ័យបុគ្គលបរាជ័យដំណោះស្រាយជាច្រើនឧទាហរណ៍ជាក់ស្ដែងដូចជាសៀវភៅ Think and Grow Rich គឺជាសៀវភៅដែលអ្នកនិពន្ធល្បីណាប៉ូឡុងហៀបង្រៀនយើងតាក់ទងជាមួយនឹងការសម្រេចចិត្តតាក់ទងជាមួយនឹងឲ្យយើងគិតវិជ្ជមានយ៉ាងម៉េចឲ្យយើងសម័យយ៉ាងម៉េចឲ្យនៅពេលដែលយើងជួបបញ្ហាគេធ្វើម៉េចគេបង្រៀនមេរៀនជាច្រើនមកដល់យើងតាក់ទង Think and Grow Rich គោលការណ៍ទាំង13យ៉ាងម៉េចគឺមាន step ដំណោះស្រាយនឹងបញ្ហាគេមាននៅក្នុងនោះល្អមែនទែនឧទាហរណ៍មួយទៀតសភៅគេសភៅ 7 Habits of Effective People គេបង្រៀនយើងឲ្យឈ្នះនៅខ្លួនឯងតើកត្តាអីដែលឈ្នះខ្លួនឯងហើយកត្តាអីបន្ទាប់ពីឈ្នះខ្លួនឯងយើងត្រូវធ្វើម៉េចឈ្នះអ្នកដទៃតើឈ្នះដទៃគេត្រូវដើរតាម step ណាហើយយុទ្ធសាស្ត្រឈ្នះសងខាងគេត្រូវធ្វើយ៉ាងម៉េចអញ្ចឹងនៅក្នុងសៀវភៅមួយគេបញ្យល់យើងលម្អិតច្បាស់ឲ្យយើងដើរតាមហើយសភៅទៀតតើតើជាមួយនឹងសភៅ mindset តើតើជាមួយនឹងផ្នត់គំនិតរបស់យើងគេពន្យល់បង្ហាញបញ្ហាតែមួយប៉ុន្តែរបៀបគិតខុសគ្នាដំណោះស្រាយក៏ខុសគ្នាឧទាហរណ៍ថាអ្វីជា mindset អ្វីដែលគេហៅថា grow mindset អ្វីដែល fix mindset grow mindset មានន័យថាទោះបញ្ហាយ៉ាងណាគេតែគិតវិជ្ជមានតែ fix mindset គឺជាបញ្ហាឲ្យតែរឿងអីគឺជាបញ្ហាទាំងអស់បន្ទោសអ្នកដទៃអ្នកជុំវិញបន្ទោសហ្មងអាហ្នឹងហៅ fix mindset តែ grow mindset ទោះបញ្ហាយ៉ាងម៉េចគេមាននៅដំណោះស្រាយបញ្ហាដូចគ្នាតែមនុស្សពីរនាក់ការគិតខុសគ្នាបញ្ហាក៏ខុសគ្នាវាអាស្រ័យទៅលើ mindset របស់យើងអញ្ចឹងសភៅវាជួយបង្ហាញយើងច្រើនមែនទែនហើយខ្ញុំគ្រាន់តែជាការឧទាហរណ៍បន្តិចបន្តួចឥឡូវខ្ញុំឧទាហរណ៍សភៅមួយទៀតតាក់ទង The One Thing តើសភៅ The One Thing គេបញ្យល់ឲ្យខ្លះសភៅ The One Thing យើងរៀនសូត្រថាតាក់ទងជាមួយនឹងតែម postcard មួយដែលគេបិទទៅឲ្យយើងផ្ដោតទៅលើរឿងតែមួយអ្វីដែលត្រូវធ្វើអ្វីដែលត្រូវមិនត្រូវធ្វើអ្វីដែលបញ្ញាប់អ្វីមិនតាន់អញ្ចឹងនៅក្នុង The One Thing នេះគេបញ្យល់យើងថាការងារដែលយើងត្រូវធ្វើឧទាហរណ៍យើងសោះគឺយើងខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចខ្លួនឯងជាសោះត្រូវទាំងប្រឹងប្រែងរៀនឲ្យពូកែមិនមែនជាការលេងហ្គេមគឺការប្រឹងរៀនផ្ដោតទៅលើការរៀនសូត្រវាគឺជាអត្ថិភាពទី1មិនមែនជាការលេងហ្គេមចឹងក្នុងទូនាទីយើងជាសោះយើងត្រូវដឹងចឹង The One Thing គេផ្ដោតឲ្យយើងផ្ដោតទៅលើរឿងតែមួយឲ្យដូចជាតែម postcard ទូបីជាបិទនៅលើផ្លាកម៉ូតូឬអីវ៉ាន់យ៉ាងណាក៏ទៅដល់ឲ្យយើងផ្ដោតគោលដៅតែមួយចឹងរឿងទាំងអស់វាមានច្រើនមានសំខាន់និងមិនទាន់តើរឿងណាសំខាន់រឿងណាមិនទាន់រឿងណាចាំបាច់រឿងណាមិនចាំបាច់ឲ្យយើងសម្រេចយកតែមួយនេះគឺជាចំណុចពិសេសរបស់ The One Thing យើងឃើញសភៅនីមួយវាបញ្យល់យើងលំអិតជាច្រើនតាមដំណាក់កាលដែលយើងត្រូវតែយល់ហើយឧទាហរណ៍មួយទៀតតាក់ទងជាមួយនឹងឈ្នះហ្គេមជីវិតអញ្ចឹងសៀវភៅឈ្នះហ្គេមជីវិតគេបញ្យល់យើងតាក់ទងជាមួយនរណាក៏មានបញ្ហាគ្រប់គ្នាវាអាស្រ័យទៅលើមនុស្សយើងម្នាក់ដែលយើងបានជួបអញ្ចឹងពេលខ្លះយើងគិតថាគេអត់បញ្ហាយើងអត់បញ្ហាយើងនិយាយត្អូញត្អែដើម្បីចាប់អារម្មណ៍ក៏អត់ដែរមែនតើទៅនៅក្នុងឈ្នះហ្គេមជីវិតរបស់យើងប្រៀបបានដូចជាការធាក់កង់ជីវិតរបស់យើងប្រៀបបានដូចជាសន្លឹកបៀយើងតូចធំពេលខ្លះបៀយើងតូចយើងទទួលស្គាល់ថាតូចធំយើងទទួលស្គាល់ថាធំយើងគិតថាវាជាល្បែងប៉ុន្តែដំណើរជីវិតគោមិនខុសអំពីការលេងបៀនឹងដែរហើយមួយទៀតបើយើងកាន់តែច្បាស់ជីវិតយើងប្រៀបបានដូចជាការធាក់កង់
កង់របស់យើងទៅមុខមិនទៅមុខវាអាស្រ័យទៅលើការធាក់របស់យើងថាតើយើងធាក់យ៉ាងណានៅពេលដែលឡើងតួនៅពេលដែលចោះច្រាំងយើងត្រូវតែអមប្រាំងយ៉ាងម៉េចឡើងតួយើងប្រឹងធាក់យ៉ាងម៉េចវាអាស្រ័យទៅលើខ្លួនយើងយ៉ាងណាមិញចង់និយាយថានៅពេលយើងជួបបញ្ហាតើយើងធ្វើយ៉ាងម៉េចនៅពេលដែលយើងដោះស្រាយបញ្ហាហើយយើងត្រូវចេះអរគុណខ្លួនឯងយ៉ាងម៉េចហើយនៅពេលដែលយើងអត់លុយយើងខ្វះខាតនៅហិរញ្ញវត្ថុតើយើងគួរធ្វើខ្លួនយ៉ាងដូចម្ដេចនៅពេលដែលយើងមានតែយើងគួរធ្វើខ្លួនយ៉ាងម៉េចឬក៏យើងផ្លាស់ប្ដូរចរិតដោយសារតែមានលុយនិងអត់លុយចឹងមេរៀនជីវិតមួយនេះវាមិនមាននៅក្នុងសាលាទេយើងរៀនតាមការជួបជាក់ស្ដែងចឹងអត្ថប្រយោជន៍នៃការអានសៀវភៅខ្ញុំគិតថាវាមានប្រយោជន៍ច្រើននេះគ្រាន់តែខ្ញុំលើកជាឧទាហរណ៍សៀវភៅខ្លះៗតាមរយៈនៃបទពិសោធន៍នៃការធ្លាប់បានអានខ្ញុំគិតថាសៀវភៅដែលខ្ញុំលើកឧទាហរណ៍ខ្លះៗនេះគឺជាសៀវភៅមួយដែលល្អមែនទែនចឹងយើងត្រូវតែរៀនអានសៀវភៅដើម្បីអភិវឌ្ឍផ្នត់គំនិតរាល់ថ្ងៃដើម្បីអប់រំផ្លូវកាយនិងផ្លូវចិត្តជាពិសេសគឺរបៀបគិត positive thinking យើងគិតវិជ្ជមានហើយអ្វីដែលទី4មានន័យថាយើងគួរតែរៀនជំនាញបន្ថែមតាក់ទងជាមួយនឹងការងាររបស់យើងឬជំនាញដែលយើងមើលទៅតាមបរិបទនៃសង្គមថាអ្វីដែលយើងគួររៀនឧទាហរណ៍ដូចជាតាក់ទងជាមួយនឹងការថតរូបគឺជាជំនាញមួយដែលយើងគួរធ្វើវាជំនាញឯទៀតជំនាញ graphic design យើងគួរតែចេះវាសម័យកាលនេះចាំហោចបំផុតគួរយើងត្រូវចេះ Photoshop ដែរដើម្បីកាត់រូបដើម្បីចាក់ background gradient ឬក៏ pen tool គេប្រើយ៉ាងម៉េចយើងប្រើវាដើម្បីឲ្យមានស្មើ color យ៉ាងម៉េចអានឹងគួរតែចេះ Photoshop ហើយជំនាញផ្សេងទៀត digital marketing ដើម្បីចេះ digital marketing យើងត្រូវសិក្សាអ្វីខ្លះដែលធ្វើម៉េចដើម្បីឲ្យបំផុសអ្នកដទៃចាប់អារម្មណ៍ផលិតផលរបស់យើងត្រូវធ្វើម៉េចយើងត្រូវកំណត់ audience របស់យើងនៅទីណាអាយុប្រមាណទីតាំងយ៉ាងម៉េចអញ្ចឹង digital marketing ក៏សំខាន់យើងគួរតែរៀននៅជំនាញថ្មីដើម្បីទាន់នៅសម័យកាលហើយដើម្បី digital marketing ដើរបានតើតែយើងចេះថតរូបចេះកាត់វីដេអូនៅ CapCut ឬក៏ Insert ឬក៏តាក់ទងជាមួយនឹង Adobe Premiere ខ្លះដើម្បីជាផ្នែកមួយឲ្យយើងមាននៅជំនាញយើងឃើញទេទាំងអស់នេះវាជាផ្នែកដើម្បីបំពេញឲ្យយើងរីករាយនៅពេលដែលយើងមាននៅជំនាញច្រើនវាធ្វើឲ្យផ្លូវចិត្តរបស់យើងសប្បាយតាមនោះដែរអញ្ចឹងហើយអ្វីដែលខ្ញុំចង់និយាយទី5យើងត្រូវតែដើរចេញពីមនុស្សដែលអវិជ្ជមានយើងគួរតែចាក់ចេញពីមនុស្សអវិជ្ជមាននៅពេលដែលជួបគាត់ធ្វើឲ្យយើងមិនដាក់បន្ទុកខ្លួនឯងធ្វើឲ្យយើងមានបញ្ហាជាច្រើនពេលខ្លះយើងមិនគួរនៅទេឧទាហរណ៍មនុស្សដែលយើងស្គាល់តែងតែល្អអំពីបញ្ហាតែងតែទាញយើងទៅរកផ្លូវអីមួយមិនប្រសើរយើងគួរចាក់ចេញឲ្យឆ្ងាយកុំនៅចិត្តពីមនុស្សគិតតែអវិជ្ជមានហើយនឹងឲ្យយើងគួរតែចាក់ចេញពីមនុស្សអវិជ្ជមានខ្លាំងពេកអញ្ចឹងយើងត្រូវតែបើមានឱកាសយើងត្រូវណែនាំប៉ុន្តែការណែនាំយើងត្រូវតែមើលការមើលពេលមើលវេលាមើលបុគ្គលដែរថាតើគួរនិយាយឬមិនគួរនិយាយហើយអ្វីទាំងអស់ដែលខ្ញុំនិយាយខាងលើនេះអ្វីដែលសំខាន់ដើម្បីនេះយើងត្រូវតែមាននៅវិន័យផ្ទាល់ខ្លួនអ្វីក៏ដោយប្រសិនបើយើងខ្វះនៅវិន័យផ្ទាល់ខ្លួនគឺវាពិបាកសំបីតែនៅក្នុងពុទ្ធសាសនាគេឲ្យវិន័យទី1វិន័យបិដកសតនបិដកហើយនិងអភិធម្មបិដកអញ្ចឹងនៅក្នុងទាំងអស់វិន័យគឺខ្លួនគូសំខាន់គឺវិន័យចំពោះខ្លួនឯងការមានវិន័យចំពោះខ្លួនឯងការមិនកុហកខ្លួនឯងការមិនបោកប្រាស់ខ្លួនឯងវាជាការអភិវឌ្ឍខ្លួនដល់ប្រសើរបំផុតអញ្ចឹងនៅក្នុងវីដេអូឃ្លីបនេះខ្ញុំនិយាយវែងដែរហើយខ្ញុំចង់ធ្វើវីដេអូនេះដើម្បីចែករំលែកជាធម្មទានជាធម្មសប្បាយដើម្បីចែករំលែកទៅបងប្អូនទាំងអស់គ្នាហើយមុននឹងបញ្ចប់ខ្ញុំសូមពឹងបងប្អូនជួយចុច Subscribe ម្នាក់មួយដើម្បីទទួលវីដេអូថ្មីជាមួយខ្ញុំបាទជាបន្តបន្ទាប់ហើយខ្ញុំសូមអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូក្រោយ